គុំបងសូមជំរាបសួរលោកអ្នកគ្រូនិងបងប្អូនអរគ្នាក្នុងព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទនៅថ្ងៃនេះខ្ញុំមានព្រះបន្ទូលព្រះអង្គដើម្បីនឹងចែកចាយជូនលោកអ្នកបងប្អូនអរគ្នាថាតើព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមានទូនាទីយ៉ាងដូចម្ដេចមានការតំណែងយ៉ាងដូចម្ដេចចំពោះព្រះយេស៊ូវគ្រីស្ទហើយនិងព្រះអង្គជាមួយនឹងព្រះបិតាហើយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមានលក្ខណៈយ៉ាងដូចម្ដេចជាមួយនឹងអ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរយូហានជំពូក16ខ13ខ្ញុំសូមអានជូនកាលណាព្រះអង្គនោះគឺជាព្រះវិញ្ញាណនៃសេចក្តីពិតបានមកដល់នោះទ្រង់នឹងនាំអ្នករាល់គ្នាចូលក្នុងគ្រប់ទាំងសេចក្តីពិតបិទទ្រង់នឹងមានព្រះបន្ទូលមិនមែនដោយអាងព្រះអង្គទ្រង់ទេគឺនឹងមានព្រះបន្ទូលចំពោះតែសេចក្តីណាដែលទ្រង់ឮហើយនឹងសម្ដែងឲ្យអ្នករាល់គ្នាដឹងការដែលត្រូវមកអរគុណដល់ព្រះអង្គព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះមួយអង្គនៅក្នុងចំណោមព្រះត្រៃឯកព្រះវរបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធនៅពេលដែលព្រះយេស៊ូវព្រះអង្គបានយាងទៅនគរឋានសួគ៌នៅក្នុងចំណុចនេះព្រះអង្គថាព្រះអង្គនឹងចាត់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកដើម្បីគង់នៅជាមួយនឹងអ្នកដែលជឿព្រះវិញ្ញាណបរិសុទ្ធមានព្រះអង្គគង់នៅជាមួយគឺបរិស័ទអស់អ្នកណាដែលបានកើតជាថ្មីដែលបានផ្លាស់ប្រែជាថ្មីចេញពីជីវិតលោកីចូលនៅក្នុងព្រះយេស៊ូវគ្រីស្ទយើងនឹងមានតំណែងយ៉ាងពិសេសជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធនៅក្នុងចំណុចនេះបាននិយាយថាព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកមិនមែននិយាយអំពីខ្លួនឯងទេប៉ុន្តែព្រះអង្គមករំលឹកដាស់តឿនកែតម្រង់ដល់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទឲ្យបានដើរតាមព្រះគម្ពីរយ៉ាងត្រឹមត្រូវការពារជំនឿការពារចិត្តយើងការពារគោលជំនឿការពារចិត្តយើងកុំឲ្យយើងធ្លាក់ក្នុងអំពើបាបអញ្ចឹងព្រះអង្គជាព្រះដ៏ជាជំនួយយើងអត់ចេះអធិដ្ឋានយើងអត់ចេះផ្សាយដំណឹងល្អយើងបាត់បង់ក្តីស្រឡាញ់យើងបាត់បង់ការអត់ធ្មត់ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គអាចជួយយើងបានហើយយ៉ាងដូចនេះព្រះបន្ទូលព្រះអង្គបានបញ្ជាក់ថាព្រះវិញ្ញាណបរិសុទ្ធគឺព្រះអង្គមានតំណែងយ៉ាងជិតស្និទ្ធជាមួយនឹងព្រះបិតាហើយនឹងព្រះយេស៊ូវគ្រីស្ទអញ្ចឹងនៅពេលដែលយើងចង់និយាយទៅកាន់ព្រះបិតានិយាយទៅកាន់ព្រះយេស៊ូវគ្រីស្ទយើងត្រូវមានតំណែងយ៉ាងពិសេសជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធពីព្រោះអីព្រះវិញ្ញាណបរិសុទ្ធព្រះអង្គឮអំពីព្រះបិតាអង្គឮអំពីព្រះវិញ្ញាណឮអំពីព្រះយេស៊ូវគ្រីស្ទហើយតម្រូវយ៉ាងច្បាស់ថាព្រះវិញ្ញាណបរិសុទ្ធព្រះអង្គរំលឹកថាព្រះយេស៊ូវគ្រីស្ទព្រះអង្គជាផ្លូវតែមួយគត់ទៅឯព្រះបិតាទៅឯនគរឋានសួគ៌អញ្ចឹងព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមករំលឹកយើងដូចយើងមានព្រះគម្ពីរទាំង66កាន់ហើយពីលោកុបាទរហូតដល់វិវរណៈអញ្ចឹងព្រះបន្ទូលរបស់ព្រះអង្គមានព្រះបន្ទូលតាមរយៈព្រះវិញ្ញាណបរិសុទ្ធកាន់ជីវិតយើងដើម្បីកុំឲ្យជីវិតយើងជំពប់ដួលមិនត្រឹមតែប៉ុណ្ណោះលោកអ្នកបងប្អូនព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបានជួយជាកម្លាំងដល់យើងជួយជាយោបល់មកកាន់ជីវិតយើងនៅពេលដែលយើងជួបឧបសគ្គបាទនៅពេលដែលខ្ញុំបានផ្សាយនឹងល្អខ្ញុំអត់មានប្រាជ្ញាមានយោបល់គំនិតលើសលោកអ្នកបងប្អូននិងអ្នកដទៃទៀតទេប៉ុន្តែយើងពឹងលើព្រះបន្ទូលយើងពឹងលើព្រះវិញ្ញាណបរិសុទ្ធហើយព្រះវិញ្ញាណបរិសុទ្ធព្រះអង្គជួយជាយោបល់ជួយជាគំនិតមកកាន់ជីវិតយើងដូចជាក្នុងព្រះគម្ពីរមួយទីយូហានចំពោះ14ខ6ថាព្រះយេស៊ូវជាផ្លូវតែមួយគត់ទៅឯនគរឋានសួគ៌ទៅឯព្រះបិតាអញ្ចឹងព្រះវិញ្ញាណបរិសុទ្ធព្រះអង្គមកជួយរំលឹកយើងនៅពេលដែលយើងថ្វាយបង្គំព្រះអង្គបើសិនបើយើងអត់មានព្រះវិញ្ញាណបរិសុទ្ធយើងអត់បានស្លងអារម្មណ៍យើងអត់បានដាក់ចិត្តយើងអត់មានការតំណែងមួយព្រះអង្គយ៉ាងពិសេសទេពីព្រោះយើងជារូបសត្វប៉ុន្តែកាលណាព្រះវិញ្ញាណបរិសុទ្ធព្រះអង្គគង់មួយយើងធ្វើអ្វីថ្វាយបង្គំព្រះអង្គយើងចង់ជួបព្រះអង្គយើងចង់មានការតំណែងជាមួយនឹងព្រះអង្គយើងចង់ឲ្យអារម្មណ៍របស់យើងវិញ្ញាណរបស់យើងផ្សារភ្ជាប់មួយព្រះអង្គតំណែងមានភាពជិតស្និទ្ធឃើញលោកអ្នកបងប្អូនខ្លះមួយចំនួននៅពេលគាត់អធិដ្ឋានគាត់ទៅជាយំគាត់ទៅជាសប្បាយគាត់ទៅជាមានអំណរគាត់មានភាពកក់ក្ដៅនៅពេលដែរព្រះវិញ្ញាណបរិសុទ្ធព្រះអង្គគង់ជាមួយមិនត្រឹមប៉ុណ្ណោះនៅក្នុងព្រះគម្ពីរយូហានជំពូក3ខ16បានបញ្ជាក់ថាអស់អ្នកណាដែលជឿលើព្រះយេស៊ូវគ្រីស្ទនោះនឹងមានជីវិតអស់កលជានិច្ចអញ្ចឹងព្រះវិញ្ញាណបរិសុទ្ធព្រះអង្គបានគង់នៅជាមួយយើងទាំងអស់គ្នាហើយព្រះអង្គជួយរំលឹកយើងថាព្រះយេស៊ូវគ្រីស្ទជាព្រះបុត្រានៃព្រះដែលជួយសង្គ្រោះយើងឲ្យរួចពីអំពើបាបហើយទៅឯនគរឋានសួគ៌យើងមើលឃើញនៅក្នុងចំណុចមួយទៀតនៅក្នុងជំពូកចុងក្រោយនៃព្រះគម្ពីរម៉ាថាយគឺបាននិយាយថាការជាមួយទឹកដែលធ្វើដោយនាមព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងគឺបរិស័ទត្រូវតែដើរដោយជំនឿបើយើងចង់ស្គាល់សេចក្តីពិតបើយើងចង់នៅជាប់ជាមួយនឹងព្រះអង្គព្រះយេស៊ូវគ្រីស្ទហើយនឹងព្រះបិតាយ៉ាងពិតប្រាកដ
សូមដើរដោយវិញ្ញាណអានព្រះគម្ពីរអធិដ្ឋានជីវិតរស់នៅប្រចាំថ្ងៃគឺត្រូវតែទទួលជំនួយពីព្រះបរិសុទ្ធដើម្បីកុំឲ្យយើងជំពប់ដួលសូមព្រះជាម្ចាស់ទ្រង់ប្រទានពរបងប្អូនអរគ្នាក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន